បទបញ្ញត្តិទី8ធ្វើឲ្យមនុស្សដទៃរត់បរោអ្នកចូលប្រានុយរបស់អ្នកចោះប្រសិនបើចាំបាច់សេចក្តីវិនិច្ឆ័យនៅពេលដែលគេបង្ខំអ្នកដទៃឲ្យធ្វើសកម្មភាពអ្នកនឹងក្លាយជាអ្នកគ្រប់គ្រងពួកគេវាតែងតែជារឿងល្អប្រសើរជានិច្ចក្នុងការធ្វើឲ្យគូប្រជែងរបស់អ្នករត់មករកអ្នកដោយការបោះបង់ចោលនៅផែនការផ្ទាល់ខ្លួនរបស់ពួកគេនៅពេលនោះចូលទិញទឹកចិត្តរបស់ពួកគេជាមួយនឹងលទ្ធផលទទួលបានដ៏អស្ចារ្យបន្ទាប់មកត្រូវវាយសង្គ្រប់ពួកគេយកតែម្ដងអ្នកត្រូវតែធ្វើជាអ្នកកាន់សន្លឹកបៀឲ្យបានជាដាច់ខាតតើសេណារីយ៉ូមួយនេះបានបង្ហាញឡើងដើម្បីប៉ុន្មានដងហើយក្នុងប្រវត្តិសាស្ត្រមេដឹកនាំដ៏ឃ្លុំឃ្លាតម្នាក់បានផ្ដើមចលនាដ៏អង់អាចរបស់គាត់ជាបន្តដែលចាប់ផ្ដើមចេញពីការដឹកនាំមកឲ្យអំណាចដ៏មហាសាលយ៉ាងណាក៏ដោយបន្តិចម្ដងអំណាចរបស់គាត់ក៏ឡើងដល់ចំណុចកំពូលហើយមិនយូរមិនឆាប់អ្វីគ្រប់យ៉ាងក៏ត្រឡប់មកប្រឆាំងនឹងគាត់វិញខ្មើសត្រូវក្នុងចំនួនដ៏ច្រើនរបស់គាត់បានប្រមូលដុំគ្នាដោយការព្យាយាមការពារអំណាចរបស់ពួកគេគាត់ក៏បានជាខ្សោយកម្លាំងដោយសារតែការបែកបាក់ទៅលើទិសដៅនេះឬទិសដៅនោះហើយឲ្យមិនអាចជៀសរួចផុតក៏ប្រែជាបរាជ័យនៅទីបំផុតហេតុផលសម្រាប់លំនាំមួយនេះគឺមនុស្សដែលកក្លឿនគឺកម្រមានសមត្ថភាពអាចគ្រប់គ្រងបានពេញលេញណាស់គេមិនអាចមើលដឹងមុនបានច្រើនលើសពីចំពោះបន្តដែលនៅពីមុខរបស់គេនោះទេគេមិនអាចមើលឃើញពីផលអាក្រក់នៃចលនាដ៏អង្អាចក្លាហានមួយនេះឬមួយនោះឡើយដោយសារតែគេត្រូវបានបង្ខំឲ្យមានការប្រតិបត្តិយ៉ាងឥតឈប់ឈរចំពោះចលនាសត្រូវដែលកំពុងតែមានកំណើនឡើងទីបញ្ចប់ហើយចំពោះលទ្ធផលអាក្រក់ដែលមិនអាចមើលធ្លុះមុនចំពោះសមត្ថភាពដ៏ប្រញាប់ប្រញាល់របស់ពួកគេនោះនៅទីបញ្ចប់ធម្មពលដ៏ពុះកញ្ជ្រោលរបស់គេក៏នឹងត្រូវបានមកប្រឆាំងនឹងគេវិញយ៉ាងពិតប្រាកដនៅក្នុងអំណាចនៃអំណាចអ្នកត្រូវសួរខ្លួនឯងថាតាមរយៈការព្យាយាមដោះស្រាយនៅបញ្ហានិងកញ្ចាប់ដៃគូសត្រូវរបស់អ្នកនោះតើអ្វីដែលជាវត្ថុបំណងដែលអ្នកកំពុងតែដេញតាមនៅទីនេះឬទីនោះទេការបើខ្លួនឯងមិនបានដឹងពីអារម្មណ៍ម្ចាស់ការលើខ្លួនឯងបានត្រឹមត្រូវផងនោះហេតុអ្វីបានខ្ញុំរមែងមានប្រតិកម្មចំពោះព្រឹត្តិការណ៍នីមួយៗជាងដឹកនាំរបស់ពួកគេវាបែបនេះចម្លើយគឺនេះណាព្រោះមកពីការយកឃើញរបស់អ្នកចំពោះអំណាចកំពុងតែបែរទៅរកផ្លូវខុសខ្លួនឯងអ្នកយល់ច្រឡំថាសមត្ថភាពពុះកញ្ជ្រោលគឺជាសមត្ថភាពដែលមានឥទ្ធិពលហើយអ្វីដែលញឹកញាប់បំផុតនោះគឺសកម្មភាពដែលមានឥទ្ធិពលភាគច្រើនគឺជាការសំណំព្រៀងខ្លួនរក្សាភាពស្ងៀមស្ងាត់និងទុកឲ្យអ្នកដទៃខកខ្លួនដោយសារតែអន្ទាក់ដែលអ្នកបានរយទៅលើពួកវាដោយការលេងល្បែងមួយសម្រាប់អំណាចរយៈពេលវែងជាជាងជ័យជំនះដ៏ឆាប់រហ័សរយៈពេលខ្លីក្នុងនោះទៅវិញទេសូមចងចាំថាខ្លឹមសារនៃអំណាចគឺជាសមត្ថភាពក្នុងការរក្សាគំនិតដូចដើមដើម្បីឲ្យអ្នកដទៃមានប្រតិកម្មចំពោះទង្វើរបស់អ្នកបានចូលធ្វើឲ្យគូប្រជែងរបស់អ្នកនិងអ្នកដែលនៅជុំវិញខ្លួនអ្នកត្រៀមខ្លួនការពារខ្លួនគេជាមុនសិននៅពេលដែលអ្នកធ្វើឲ្យអ្នកដទៃមករកអ្នកនោះអ្នកនឹងប្រែក្លាយជាអ្នកគ្រប់គ្រងទៅលើស្ថានភាពភ្លាមៗតែម្ដងហើយអ្នកក៏អាចគ្រប់គ្រងទៅលើស្ថានភាពក៏ក្លាយជាអ្នកដែលមានអំណាចយ៉ាងពិតប្រាកដមានរឿងពីរយ៉ាងដែលត្រូវកើតឡើងជាចាំបាច់ដើម្បីធ្វើឲ្យអ្នកបានស្ថិតនៅក្នុងស្ថានភាពមួយនេះបានខ្លួនអ្នកផ្ទាល់ត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនហើយមិនត្រូវឲ្យកំហឹងកាន់មកគ្រប់គ្រងលើខ្លួនឯងជាដាច់ខាតយ៉ាងណាក៏ដោយក្នុងពេលជាមួយគ្នានេះដែរអ្នកត្រូវតែចេះប្រឡែងលេងជាមួយនឹងទំនោរពីធម្មជាតិរបស់មនុស្សដើម្បីឲ្យពួកគេមានប្រតិកម្មបកវិញដោយកំហឹងនៅពេលដែលអ្នកបញ្យុះនិងរាយនុយទៅលើពួកគេនោះផងដែរនៅក្នុងរយៈពេលវែងសមត្ថភាពក្នុងការធ្វើឲ្យអ្នកដទៃរត់មករកអ្នកនោះគឺជាវត្ថុដ៏មានឥទ្ធិពលខ្លាំងជាងឧបករណ៍ឈ្លានពានណាទាំងអស់ប្រយោជន៍បន្ថែមមួយទៀតនៃការធ្វើគូប្រជែងរត់មករកអ្នកនោះគឺវាបានបង្ខំឲ្យពួកគេធ្វើប្រតិបត្តិការនៅលើដែនដីរបស់គេផ្ទាល់តែម្ដងណាស្ថិតនៅលើដែនដីអធិភូតឬក៏អាចារ្យមិត្តនឹងធ្វើឲ្យពួកគេមានការភិតភ័យតក់ស្លុតហើយជារឿយតែងតែធ្វើឲ្យពួកគេស្នស្លោទៅលើសមត្ថភាពរបស់ពួកគេនិងធ្វើឲ្យពួកគេបង្កើនកំហុសឡើងការចរចាឬការប្រជុំនានាវារមែងជារឿងដ៏ឆ្លាតវៃក្នុងការលបួងឲ្យអ្នកដទៃចូលមក
ក្នុងដែនដីរបស់អ្នកឬដែនដីណាដែលជាជំរឿនរបស់អ្នកមានកម្លាំងគោលដៅរបស់អ្នកខណៈដែលពួកគេមើលទៅមិនដឹងមិនស្គាល់អ្វីទាំងអស់នឹងបានត្រៀមខ្លួនដើម្បីទប់ស្កាត់ការពារនឹងអ្នកតែប៉ុណ្ណោះការបង្វែរគណិតនឹងជាល្បែងដ៏គ្រោះថ្នាក់មួយពួកគេមាននរណាម្នាក់ដឹងថាខ្លួនបានកំពុងតែបានបង្វែរដាននោះទេនោះវាកាន់តែពិបាកទៅក្នុងការគ្រប់គ្រងទៅលើពួកគេមិនខានប៉ុន្តែការបើអ្នកធ្វើឲ្យគូប្រជែងរបស់អ្នកមករស់អ្នកវិញនោះគឺមានន័យថាអ្នកបានបង្កើតរូបភាពផន់ស្រឡំមួយដែលបង្ហាញថាពួកគេកំពុងតែគ្រប់គ្រងទៅលើស្ថានភាពហើយកំពុងឆោតប្លន់ដ៏អស្ចារ្យបំផុតនៅក្នុងសតវត្សទី19 Baron Daniel Draw ក៏ជាជាងខ្លាំងម្នាក់នៅក្នុងទីផ្សារភាគហ៊ុននៅពេលដែលអ្នកចង់ឲ្យភាគហ៊ុនជាលក្ខណៈមួយត្រូវបានទិញឬលក់ចេញនោះគេនឹងក្រឡុកទីផ្សារឲ្យឡើងចុះទៅតាមចិត្តរបស់ពួកគេកំណត់ប្រើប្រាស់វិធីសាស្ត្រផ្ដោតខ្លួនរបស់គេណាល្បិចមួយរបស់ពួកគេគឺត្រូវប្រញ្ញាដឹកឆ្លងកាត់ក្លឹបផ្ដាច់មុខ Exclusive Club មួយនៅជិតWest Street ដែលជាស្ដែងគឺពួកគេកំពុងតែដឹកនាំទៅលើផ្លូវរបស់ពួកគេទៅកាន់ទីផ្សារភាគហ៊ុន Stock Exchange និងដើម្បីទាញយកខ្សែក្រហមតាមទម្លាប់របស់ពួកគេដើម្បីជូតញើសនៅលើថ្ងាសរបស់ពួកគេតែប៉ុណ្ណោះប្រដាមួយសន្លឹកនឹងធ្លាប់ចេញពីកន្សែងរបស់ពួកគេដែលពួកគេនឹងធ្វើពុតហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើវាឡើងសមាជិករបស់ក្លឹបកាន់តែព្យាយាមមើលទៅសកម្មភាពរបស់ត្រហើយពួកគេក៏នាំគ្នាសង្កត់ទៅលើក្រដាសនោះដែលមើលទៅហាក់ដូចជាមានការផ្ទុកព័ត៌មានផ្ទៃក្នុងអ្វីម្យ៉ាងទៅលើភាគហ៊ុនអញ្ចឹងពេលសម្លេងរបស់គេនឹងវាដាយ៉ាងឆាប់រហ័សហើយសមាជិកនីមួយៗក៏ទិញឬក៏លក់ភាគហ៊ុននៅក្នុងចំនួនដ៏ច្រើនមហិមាដែលវាគឺជារឿងធ្វើឲ្យស៊ីយ៉ាងល្អឯកទេសតាមរយៈស្នាដៃរៀបចំរបស់ត្រទាំងស្រុងអ្វីគ្រប់យ៉ាងអាស្រ័យទៅលើរសជាតិផ្អែមល្ហែមនៃនុយរបស់អ្នកបើសិនបើអន្ទាក់របស់អ្នកមានលក្ខណៈគួរឲ្យចាប់អារម្មណ៍គ្រប់គ្រាន់នោះភាពជ្រុលច្របល់នៃអារម្មណ៍និងគោលបំណងប្រាថ្នារបស់សត្រូវរបស់អ្នកនោះនឹងធ្វើឲ្យពួកគេមួបាំងចំពោះសេចក្តីពិតមិនខានពួកគេកាន់តែផន់ច្រឡំប៉ុណ្ណានោះពួកគេនឹងអាចត្រូវបានដឹកនាំដោយអ្នកកាន់តែខ្លាំងទៅតាមនោះដែររូបភាពពិចារណាអន្ទាក់ទឹកឃ្មុំសម្បត្តិចាប់ខ្លាឃ្មុំអ្នកប្រមាញ់សត្វខ្លាឃ្មុំពួកគេមិនដេញតាមប្រមាញ់ពួកវាឡើយនៅពេលដែលខ្លាឃ្មុំដឹងថាខ្លួនវាកំពុងតែត្រូវបានគេប្រមាញ់នោះដូច្នេះតាមការប្រមាញ់ទៅលើវានឹងស្ទើរតែជារឿងដែលមិនអាចទៅរួចឡើយនឹងកាន់តែសាហាវឃោរឃៅជាងមុនទៅទៀតប្រសិនបើពួកវារួចពីអន្ទាក់ឈ្មោះឲ្យបែបនេះអ្នកប្រមាញ់តែងតែរយអន្ទាក់ទៅតាមការប្រើប្រាស់ទឹកឃ្មុំនិងនុយជំនួសជារឿយៗដូច្នេះពួកគេមិនចាំបាច់ត្រូវហត់ខ្លួនដើម្បីប្រថុយជីវិតខ្លួនដើម្បីដេញតាមពួកវាឡើយពួកគេគ្រាន់តែដាក់នុយហើយអង្គុយរងចាំប៉ុណ្ណោះសិទ្ធិអំណាចអ្នកចម្បាំងល្អនឹងធ្វើឲ្យអ្នកដតីមករន្ធគេហើយគេមិនទៅរកអ្នកដតីជាដាច់ខាតនេះជាគោលការណ៍នៃភាពទទេស្អាតនិងភាពពេញលេញរវាងអ្នកដតីនិងខ្លួនឯងនៅពេលដែលអ្នកជំរុញឲ្យគូប្រជែងរបស់អ្នកឲ្យរត់មករកអ្នកនោះកម្លាំងពលរបស់ពួកគេនឹងរមែងមកដល់សល់តែខ្លួនទទេជានិច្ចដរាបណាអ្នកមិនទៅរកគេនោះកម្លាំងរបស់អ្នកនឹងនៅតែពេញហូរជាដរាបការវាយលុករវាងមនុស្សកម្លាំងទទេនិងមនុស្សដែលមានកម្លាំងពេញហូរហៀគឺប្រៀបបានទៅនឹងការយកពងមាន់ជួលទៅនឹងដុំថ្មអីចឹងដែរនៅពេលដែលខ្ញុំដាក់អន្ទាក់ទៅលើសត្វក្តាមខ្ញុំមិនដែលតាក់យកក្តាន់ញីដាក់ដំបងដែលចូលមកហាត់ក្លិនទេប៉ុន្តែខ្ញុំនឹងរងចាំរហូតដល់ហ្វូងរបស់វាទាំងមូលមកជុំគ្នាអស់សិន